យុទ្ធនាការបញ្ញាសិប្បនិម្មិតបានមកដល់ក្រុងស្ទឹងត្រែងហើយឱកាស Digital សម្រាប់យុវជនយើងនឹងមើលនឹងអស្ចារ្យណាស់ AI រួមគ្នាកសាងអនាគត Digital ពិតមែនហើយវាជួយយើងច្រើនក្នុងការរៀនសូត្រតោះយើងទៅសាលាដើម្បីស្វែងយល់ទាំងអស់គ្នា AI ដើម្បីអនាគតយើងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬ AI មិនមែនជារឿងឆ្ងាយខ្លួនទៀតទេឥឡូវនេះវាបានឈានចូលមកគៀកនឹងសហគមន៍របស់យើងហើយជាក់ស្ដែងកាលពីថ្ងៃទី2ខែកក្កដាឆ្នាំ2026នេះគម្រោងការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសិប្បនិម្មិតហៅកាត់ថា AI Ready ASEAN បានរៀបចំយុទ្ធនាការផ្សព្វផ្សាយដ៏បន្តមកអនុវិទ្យាល័យហ៊ុនសែនសាមគ្គីនិងអនុវិទ្យាល័យថាឡាបរិវត្តស្ថិតក្នុងខេត្តស្ទឹងត្រែងដោយមានសិស្សានុសិស្សចូលរួមចំនួនជាង100នាក់យុទ្ធនាការនេះមានគោលដៅលើកកម្ពស់អក្ខរកម្ម AI ដល់សិស្សគ្រូនិងអាណាព្យាបាលតាមរយៈកម្មវិធី AI for Oceans ដើម្បីឲ្យពួកគាត់យល់ដឹងពីសារៈសំខាន់នៃទិន្នន័យការសម្រេចចិត្តនិងការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌លទ្ធផលដ៏គួរឲ្យកត់សម្គាល់គឺការផ្លាស់ប្ដូរផ្នត់គំនិតតែម្ដងលោកនាយកអនុវិទ្យាល័យថាឡាបរិវត្តបានលើកឡើងថា AI បានជួយឲ្យការរៀបចំឯកសាររដ្ឋបាលរបស់លោកកាន់តែមានភាពងាយស្រួលនិងរហ័សចំណែកឯសិស្សានុសិស្សវិញ AI បានក្លាយជាជំនួយការដ៏ល្អឯកសម្រាប់ការសិក្សាស្រាវជ្រាវនិងដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិតភាពរំភើបមិនបានបញ្ឈប់ត្រឹមសាលារៀននោះទេសិស្សានុសិស្សបានបដិញ្ញាយកចំណេះដឹង AI ដ៏មានតម្លៃនេះទៅចែករំលែកបន្តដល់គ្រួសារនិងសហគមន៍របស់ពួកគេការបោះជំហាននេះគឺជាកម្លាំងដ៏រឹងមាំមួយដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូបត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពជឿនលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត